បេសកកម្មធ្វើម្ហូបគប់គង់ជនភៀសសករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងនវត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរំវត្តពោ 5000 ដើមស្រុកគូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងនវត្រាបានរៀបចំផ្គប់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសកនៅថ្ងៃទី30 ខែតុលាឆ្នាំ2025ចាប់តាំងមានការផ្ទុះវត្តតាមព្រំដែនដែលផ្ដើមឡើងដោយភាគីថៃកាលពីថ្ងៃទី24 ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធររាប់រយនាក់ក៏បានផ្ដើមសមរភូមិដែរគឺចប់ផ្គប់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសកក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណជិត 70000 នាក់លើគោលដៅចំនួន11ដោយមានរៀបចំម្ហូប2ពេលជារៀងរាល់ថ្ងៃបេសកកម្មប្រកបដោយស្មារតីមោះមុតមិនរុញរាដើម្បីជាតិនិងប្រជាជនកម្ពុជានេះបានធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមគតិសង្ហបណ្ឌិតគន់គឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរក៏បានបង្ហាញការគោរពដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្ដេចបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរបានគាំទ្រនិងបញ្ជាក់ថាការបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាអវសានសម្រាប់ប្រជាពលរដ្ឋខ្មែរនិងអ្នកជិតខាងដែលស្រឡាញ់សន្តិភាព